ហើយអស់ប៉ុន្មានទៅបងសរុបទាំងស្បែកជើងកាបូបនិងរ៉ូបអស់$350ហើយងាប់ហើយអញលើកនេះប្រាក់ខែប្តីតែ400ឥឡូវអដឺអីវ៉ាន់អស់350ឯហ្នឹងងាប់ហើយទិញអីច្រើនម៉េះរួចសរុបអស់លុយប្រហែលសរុបគឺអស់$350ណាឯងងាប់ហើយអញប្រាក់ខែឲ្យព្រឹកមិញ400ឥឡូវអស់350ហ្នឹងហើយបានហើយបើជ្រុលជាទិញមកហើយប្រើទៅតែខែហ្នឹងមិនបាច់ទិញម្ហូបអីឆ្ងាញ់ស៊ីទេទិញតែពងទាទុក50គ្រាប់ទៅវាគ្រាន់ហើយនារីម្នាក់នេះឈ្មោះថាស្រីណែតនាងទើបតែរៀបការថ្មីថ្មោងជាមួយប្តីរបស់នាងឈ្មោះថាភក្ត្រាស្រីណែតជាមនុស្សស្រីដែលងប់ងល់នឹងអីវ៉ាន់អនឡាញជារៀងរាល់ខែនាងតែងតែកំងអីវ៉ាន់ជាច្រើនចូលផ្ទះឯងស្បែកជើងនេះស្អាតតានេះតម្លៃក៏ធូរថ្លៃទៀតឯងកំងឲ្យខ្ញុំមួយគូមើលទៀតថាឯងថ្ងៃមុនទៅកំងកបោបសោះឥឡូវស្បែកជើងទៀតហើយតែម្ដងនឹងទៀតទេណាឯងមើលស្បែកជើងខ្ញុំមើលប្រែពណ៌អស់ហើយបើមិនកំងថ្មីបានអីពាក់ទៅហើយចោះនៅផ្សារ2500ហ្នឹងមិនទិញពាក់សិនទៅងាប់មើលសាច់ឈាមខ្ញុំផងឯងតែទិញស្បែកជើង2500ពាក់អាម៉េចសាច់ឈាមហ្នឹងហើយស៊ីតែពងទារកខែសងហើយឯងអដឺឲ្យខ្ញុំមកគូទៀតទៅណាមិនអីទេចាំខ្ញុំអដឺឲ្យហើយណែលុយប្រាក់ខែឯងយកទៅទុកចោះខ្ញុំដល់ម៉ោងទៅធ្វើការហើយទៅចោះឯងហើយកុំភ្លេចណាកុំភ្លេចកំងស្បែកជើងឲ្យខ្ញុំណានិយាយគ្នារួចហើយប្តីក៏ចេញទៅធ្វើការបាត់ទៅអាណែតហើយថ្ងៃនេះទំនេរម៉េចបានអង្គុយអូសទូរស័ព្ទហើយស្ញាញ់ម្នាក់ឯងហ្នឹងស្រីមាសមកអង្គុយលេងសិនមកហើយឯងទៅណាមកណាហ្នឹងរួចដៃកាន់អីគេហ្នឹងគឺគ្នាទៅតែមកពីយកអីវ៉ាន់កំងហ្នឹងណានេះឯងចេះកំងអីវ៉ាន់ខ្លួនឯងមែនទេហ្នឹងហើយមានអីពិបាកគ្រាន់តែដាក់លេខដាក់ទីតាំងទៅគេដឹកមកឲ្យហើយទំនួលតាណែបង្រៀនគ្នាផងមើលណែអាណែតឯងអស់មើលតែ Facebook ទៅបើមានគេ like លក់អីវ៉ាន់ស្អាតធូរថ្លៃចុច follow page គេហើយទម្លាក់លេខទម្លាក់ទីតាំងទៅនៅពេលដែលគេបានឃើញហើយគេនឹងតាក់ទងដឹកអីវ៉ាន់មកឲ្យឯងមិនខានទេតែប៉ុណ្្នឹងទេមានអីពិបាកងាប់គ្នាមិនដឹងសោះរាល់ដងខំតែពឹងប្តីកំងឲ្យហើយកំងម្ដងវេទនាណារអ៊ូលិចរអ៊ូកើតតម្រាំតែបានមួយឥឡូវចេះហើយកំងឲ្យអស់ដៃទៅឯងមានលុយទុកច្រើនធ្វើអីតនៅរស់ចាយឲ្យឆ្អែតសិនទៅគ្នាដឹងហើយមើលសាក់កំងលេងសិនមើលបងស្បែកជើងមួយគូនេះស្អាតតាបងមើលនឹងភ្នែកគឺវាគ្រាន់តែជាស្បែកជើងធម្មតាប៉ុណ្ណោះប៉ុន្តែមិនធម្មតាទេណាបងស្បែកជើងមួយគូនេះគឺផលិតមកពីស្បែកដៃណូស័ររាប់លានឆ្នាំណាបងជុំលយស្បែកដៃណូស័រទៀតហើយនៅលើខ្សែស្បែកជើងមានបញ្ចុះបារមីបងយកទៅពាក់ទៅខ្ញុំធានាជូនថាចៅឃើញរត់ខ្មោចឃើញរលាយស្បែកជើងមួយគូនេះខ្ញុំលក់ជូនបងត្រឹមតែ$50ទេណាបងទិញមួយគូខ្ញុំថែមសាច់ជ្រូកឲ្យបង2គីឡូបងទិញ2គូខ្ញុំថែមសាច់គោ5គីឡូឲ្យបងទុកគ្រាន់ធ្វើម្ហូបឲ្យប្តីខ្លែមណាជុំយ៉ាប្រម៉ូសិនលយនេះហេអាមៀឯងទិញអត់មានថែមសាច់គោនិងសាច់ជ្រូកទៀតមិនមកទិញ2គូទៅឯងគ្នាសុំខ្ចីលុយឯងទិញមួយគូសិនណាណែខ្ចីដឹងខ្ចីណាព្រោះនេះលុយគ្នាទុកចាយប្រចាំខែទេកំងទៅកុំភ័យមើលចាំគ្នាជួយចាញ់ជ្រុលជាកំងហើយដាក់ថែមកបោបថែមរ៉ូបមួយជើងឲ្យអស់ហ្មងទៅកុំឲ្យពិបាកកំងច្រើនដងពេកដាក់ទៅឯងមួយសន្ទុះក្រោយមកអាឡូបងអាឡូចែមែនឈ្មោះស្រីណែតចាបងខ្ញុំនឹងហើយមិញចែកំងស្បែកជើងបារមី2គូហើយកបោប1គូនិងរ៉ូប1មែនអត់
ចាបងនឹងឲ្យបងហើយបងដឹកឲ្យខ្ញុំថ្ងៃណាដែរប្រហែលជាថ្ងៃបន្តិចចែបានខ្ញុំដឹកទៅឲ្យចាបងថ្ងៃក៏បានដែរតែបើបានកាន់តែឆាប់កាន់តែល្អណាអូខេចែអញ្ចឹងបានហើយណាចែថ្ងៃបន្តិចខ្ញុំទៅដល់ហើយហើយអាមីអើយចិត្តបានស្គាល់រសជាតិកំងអីវ៉ាន់តាមអនឡាញហើយគ្នារំភើបណាស់នេះណែកុំឲ្យរំភើបពេកចាំមើលតែអីវ៉ាន់មកដល់សិនទៅហើយមានបានសួរតម្លៃគេអត់មិញគ្នាឃើញឯងកំងច្រើនដែរច្រើនអីឯងត្រឹមស្បែកជើង2គូកាបូប1និងរ៉ូប1ហ្នឹងស្បែកជើង2គូ$100បាត់ហើយហ្នឹងចុះកាបូបនិងរ៉ូបដឹងប៉ុន្មានទៅមែនផ្លិចសួរគេមិនអីទេចាំមើលអីវ៉ាន់មកដល់សិនទៅអូខេអញ្ចឹងគ្នាទៅផ្ទះសិនហើយចាំរសៀលបន្តិចគ្នាមកយកអីវ៉ាន់ឯងជួយទូទាត់លុយឲ្យគ្នាផងណាណែវើយអត្រាប្រពន្ធឯងមិនដែរមានតែចេះកំងអីវ៉ាន់តាមអនឡាញអត់អូកំងតើតែគ្នាជាអ្នកកំងឲ្យនាងមិនចេះកំងទេល្អហើយអញ្ចឹងកុំឲ្យស្ដាយក្រោយដូចអញខំបង្រៀនប្រពន្ធឲ្យចេះកំងគាត់ថាស្រួលខ្លួនមិនសូវរវល់ឥឡូវមានណាបើកលុយមិនតាន់ព្រឹកឡើងទៅដឹកអីវ៉ាន់មកដល់ពេញផ្ទះដល់អញ្ចឹងអញមិនហ៊ាននិយាយទេធ្វើម៉េចបើយើងបង្រៀនឆ្មាឲ្យចេះស៊ីត្រីអាំងទៅហើយចប់បាត់ហើយចឹងដោយសារតែគ្នាខ្លាចរឿងហ្នឹងបានគ្នាមិនបង្រៀនប្រពន្ធឲ្យចេះកំងអីវ៉ាន់ហ្នឹងដល់កហ្មងហើយមើលរាល់ខែបើមិនបានកំងអីវ៉ាន់អនឡាញទេគឺបាញ់មិនឆ្ញាញ់តែម្ដងហ៊ានតែអញសួរនាំរឿងកំងដឹងតែបាត់មាត់ឈឹងហើយឈប់និយាយរកអញតែម្ដងអាហ្នឹងហើយកម្មឯងទេនៅមិននៅទៅបង្រៀនកពើឲ្យចេះហែលទឹកលើកក្រោយយកទូរស័ព្ទលាក់ខ្លះទៅនិយាយដើមប្រពន្ធតែប៉ុណ្ណឹងបានហើយតោះដល់ម៉ោងទៅផ្ទះល្មមចែឈ្មោះស្រីណែតមែនចាបងខ្ញុំនឹងហើយស្រីណែតខ្ញុំដឹកអីវ៉ាន់មកឲ្យនឹងណាហើយចែជួយទូទាត់លុយឲ្យផងចាំខ្ញុំរៀបអីវ៉ាន់ជូនហើយអស់ប៉ុន្មានទៅបងសរុបទាំងស្បែកជើងកាបូបនិងរ៉ូបអស់$350ងាប់អស់ច្រើនម៉េចបងមិននិយាយចឹងក្រែងកំងខ្លួនឯងតើអត់មើលតម្លៃទេខ្ញុំអត់ដឹងផងដឹងតែតម្លៃស្បែកជើងឥឡូវជួយទូទាត់មកខ្ញុំប្រញាប់ដឹកឲ្យគេទៀតហើយងាប់ហើយអញលឹកនេះប្រាក់ខែប្តីតែ400ឥឡូវអอเดอร์អីវ៉ាន់អស់350ឯហ្នឹងអរគុណឯណាចែអាណែតអីវ៉ាន់មកដល់ហើយហើយឯណាស្បែកជើងគ្នានោះឯងមើលងាប់ស្បែកជើងផ្ទាត់ហ្នឹងក្រែងយើងកំងស្បែកជើងបារមីមានកែងហើយមិនបានជាយកស្បែកជើងផ្ទាត់មកវិញគ្នាអត់ដឹងដែរបើគេដឹកមកអញ្ចឹងឥឡូវឆាប់ឲ្យលុយថ្លៃស្បែកជើងមកណាព្រោះគ្នាកំងអស់ច្រើនណាស់ឡើងអស់លុយពីខ្លួនហើយនេះឲ្យលុយមិនកើតបើមិនមែនស្បែកជើងគ្នាចង់បានផងហ្នឹងឯងយកទៅគ្នាអត់យកវិញទេចំលេងអីតណាប់អញ្ចឹងស្រីមាសមួយគូ$50ណាបើឯងមិនយកមិនងាប់គ្នាហើយអាហ្នឹងមកពីឯងអ្នកកំងចាញ់បោកគេទេតាឲ្យកំងស្បែកជើងកែងយកមកដល់ស្បែកជើងផ្ទាត់ហើយគ្នាមិនយកអញវាអ្នកបង្រៀនអញឲ្យកំងសោះឥឡូវវាមកថាឯងកំងខអីណាគ្នាមិនដឹងទេវើយឯងទុកពាក់ទៅនោះប្តីអញមកហើយគ្នាសុំទៅមុនហើយវើយទៅហើយមានលបល់យកនេះកំងអីវ៉ាន់ជាមួយគ្នាអត់ជួយចាញ់លុយគ្នាហើយអីវ៉ាន់អីគេច្រើនម៉េចឯងព្រឹកមិញខ្ញុំកំងស្បែកជើងឲ្យឯងគេមិនទាន់ដឹកមកដល់ឯណាហើយអីវ៉ាន់អស់ហ្នឹងរបស់អ្នកណាគេឯងបើខ្ញុំប្រាប់ឯងកុំខឹងខ្ញុំណាហើយថៃប្រាប់ខ្ញុំមើលគឺស្រីមានហ្នឹងណាវាបង្រៀនខ្ញុំឲ្យចេះទិញអីវ៉ាន់តាមអនឡាញរួចហើយខ្ញុំក៏រៀនទិញស្បែកជើង2គូ
ខ្ញុំមួយគូនឹងវាមួយគូហើយអាផ្សេងនេះមានកាបូបនិងរ៉ូបតែដល់អីវ៉ាន់មកដល់វាថាអត់យកវិញងាប់ហើយទិញអីច្រើនម៉េះរួចសរុបអស់លុយប្រមាណសរុបគឺអស់$350ណាឯងងាប់ហើយអញប្រាក់ខែឲ្យព្រឹកមិញ400ឥឡូវអស់$350នឹងហើយចប់អាលាយហើយអញទៅបើកលុយបានមួយថ្ងៃទុកមិនទាន់នឹងក្តៅដៃផងឥឡូវមកឈឹងហើយខែហ្នឹងបានអីទិញបាយហូបទៅហើយខ្ញុំមិនដឹងទៅអស់ច្រើនអញ្ចឹងបើអស់មើលទៅឃើញអីវ៉ាន់ស្អាតសឹងអីហើយអាដៃនេះក៏វាអញ្ចឹងទៀតវាចេះតែនាំចុច order ហើយឯងអញ្ចឹងបានជាខ្ញុំមិនបង្រៀននឹងណាហើយអានោះស្បែកជើងផ្ទាត់ហ្នឹងងាប់ហើយចាញ់បោកគេហើយឯងដឹងអីបើនៅក្នុង live ស្អាតសឹងអីដល់ដឹកមកទៅជាស្បែកជើងផ្ទាត់ទៅវិញចប់ហើយខែហ្នឹងបានអីស៊ីលើបើលេងកំងអស់លុយទៅហើយឯងអើយខ្ញុំសុំទោសមែនណាមកពីស្រីមានហ្នឹងវាបង្រៀនខ្ញុំឲ្យចេះកំងអីវ៉ាន់ហើយខ្ញុំមិនដឹងផងក៏ចេះតែទម្លាក់លេខទម្លាក់ទីតាំងតែម្ដងទៅបានហើយបើជ្រុលជាទិញមកហើយប្រើទៅតែខែហ្នឹងមិនបាច់ទិញម្ហូបអីឆ្ងាញ់ស៊ីទេទិញតែពងទាទុក50គ្រាប់ទៅវាគ្រាន់ហើយមើលទៅបែបលេខហ៊ានកាន់ទូរស័ព្ទទៀតហើយខ្ញុំបើញៀនទម្លាក់លេខយ៉ាងនេះគ្រប់យ៉ាងគឺមកពីអាដៃចង្រៃនេះហើយ